បងប្អូនបរោះដែលមានបញ្ហាជំងឺពុំម៉ែទឹកបាយគាត់ទៅជួបគ្រូពេទ្យបានចាក់ថ្នាំគ្រូពេទ្យបានឲ្យថ្នាំលេបហើយប៉ុន្តែគាត់អត់មានអាការៈបានធូរស្រាលតើមកពីមូលហេតុអីហើយពេលខ្លះទៅគាត់បានធូរស្រាលមួយរយៈទៅក៏លេចចេញនៅរោគសញ្ញាឡើងវិញតើវាអាចបណ្ដាលមកពីមូលហេតុអីហើយគួរតែធ្វើដូចម្ដេចទើបការព្យាបាលនឹងជាសះស្បើយជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំវិជ្ជបណ្ឌិតណាំសុកណានៅថ្ងៃនេះគឺខ្ញុំនឹងលើកយកនៅបញ្ហាមួយដែលតាក់ទងជាមួយនឹងរោគបរោះគឺតាក់ទងជាមួយនឹងជំងឺពុំម៉ែទឹកបាយនេះការព្យាបាលហើយប៉ុន្តែវាអត់ជាសះស្បើយ 100% នៅក្នុងនេះគឺយើងត្រូវតែដឹងថាការព្យាបាលជំងឺពុំម៉ែទឹកបាយគឺវាមានលក្ខណៈស្មុគស្មាញដែរដោយសារតែជំងឺពុំម៉ែទឹកបាយដែលបង្កឡើងដោយមេរោគ Neisseria gonorrhea ហ្នឹងគឺវាអាចមានលក្ខណៈជាការស៊ាំថ្នាំអញ្ចឹងមេរោគហ្នឹងគឺតាមការសិក្សារបស់អង្គការសុខភាពពិភពលោកគឺសង្កេតឃើញថាវាមានលក្ខណៈនៃការស៊ាំថ្នាំច្រើនហើយពេលខ្លះទៅគឺយើងប្រើប្រាស់ថ្នាំមួយមុខគឺអត់គ្រប់គ្រាន់ទេគឺចាំបាច់ត្រូវតែប្រើប្រាស់ថ្នាំអង់ទីបៃអូទិកហ្នឹងពីរមុខឡើងទៅហើយកម្រិតខ្ពស់ទៀតនៅក្នុងការសិក្សារបស់គេនឹងចេញរូបមន្តថ្នាំអង់ទីបៃអូទិកថ្មីដែលធ្វើការព្យាបាលជំងឺពុំម៉ែទឹកបាយហ្នឹងនៅឆ្នាំ2025គេបានអនុម័តហើយឲ្យថ្នាំហ្នឹងគឺសម្រាប់ព្យាបាលបកមកវិញបងប្អូនទាំងគ្នាបងប្អូនបរោះដែលមានបញ្ហាលេបថ្នាំហើយអត់បាត់ហើយលេចចេញនៅរោគសញ្ញាឡើងវិញគឺវាអាចមកពីមូលហេតុច្រើនមូលហេតុទី1គឺបងប្អូនបន្ទាប់ពីព្យាបាលហើយបងប្អូនត្រឡប់ទៅរួមភេទជាមួយនឹងដៃគូចាស់របស់បងប្អូនក៏អាចធ្វើឲ្យមានការឆ្លងមកវិញហើយលេចចេញនៅរោគសញ្ញាឡើងវិញដែរមួយទៀតគឺបងប្អូនទាំងគ្នាលេបថ្នាំអត់គ្រប់ដូសរបស់វាឬក៏ការព្យាបាលនឹងអត់ត្រឹមត្រូវជាមួយនឹងវិជ្ជបណ្ឌិតជំនាញក៏អាចធ្វើឲ្យការព្យាបាលនឹងបរាជ័យដែរនៅពេលដែលបងប្អូនលេចចេញនៅរោគសញ្ញាបែបហ្នឹងហើយបងប្អូនទៅទិញថ្នាំនៅ Pharmacy អត់បានប្រឹក្សាយោបល់ជាមួយនឹងគ្រូពេទ្យឲ្យបានត្រឹមត្រូវចេះតែលេបថ្នាំទៅហើយប្រសិទ្ធភាពថ្នាំនឹងបានមួយរយៈហើយក៏អាចធ្វើឲ្យបងប្អូននឹងលេចចេញនៅរោគសញ្ញាម្ដងទៀតបញ្ហានេះក៏ជាបញ្ហាជួបច្រើនដែរមួយទៀតគឺបងប្អូនលេបថ្នាំដោយអត់បានតមស្រាបារីរបស់ផ្អាប់របស់ហិលនៅតែបន្តការរួមភេទជាមួយនឹងដៃគូចាស់ក៏អាចធ្វើឲ្យមានការឆ្លងចុះឆ្លងឡើងការព្យាបាលនេះគឺអត់ជាសះស្បើយទេហើយអាមេរោគនឹងទៀតសោតពុំម៉ែទឹកបាយដែលឆ្លងដោយ Neisseria gonorrhea ហ្នឹងគឺវាមានលក្ខណៈស៊ាំថ្នាំជួនកាលការលេបថ្នាំហ្នឹងគឺអត់អាចសម្លាប់វាបានទេគឺវាមានសមត្ថភាពប្រឆាំងជាមួយនឹងថ្នាំដែលយើងលេបដូច្នេះការព្យាបាលគឺត្រូវតែប្រឹក្សាយោបល់ជាមួយវិជ្ជបណ្ឌិតជំនាញបើសិនជាយើងលេបថ្នាំហើយចាក់ថ្នាំហើយអត់បាត់ទេយើងត្រឡប់ទៅជួបគ្រូពេទ្យវិញប្រាប់គាត់អំពីបញ្ហារបស់យើងហើយឲ្យគាត់ធ្វើការព្យាបាលឡើងវិញព្រោះថាការព្យាបាលជំងឺពុំម៉ែទឹកបាយគឺវាមានក្បួននៃការព្យាបាលច្រើនមានថ្នាំច្រើនសម្រាប់ព្យាបាលដូចគ្នាបើប្រើប្រាស់ថ្នាំនឹងអត់ត្រូវទេគឺយើងអាចប្រើប្រាស់ថ្នាំបន្ថែមកម្រិតថ្នាំខ្ពស់ជាងមុនហើយប្រសិនណាបើមានផលវិបាកផ្សេងៗក៏យើងអាចដាក់ថ្នាំដើម្បីបំបត្តិរោគសញ្ញានិងបំបត្តិផលវិបាកនោះផងដែរប្រសិនបើបងប្អូនទាំងគ្នាមានបញ្ហាសុខភាពរបស់ស្ត្រីជាពិសេសគឺជំងឺពុំម៉ែទឹកបាយដែលមិនអាចព្យាបាលជាបងប្អូនទាំងគ្នាអាចប្រឹក្សាយោបល់ជាមួយខ្ញុំបានខ្ញុំនឹងដាក់លេខទូរស័ព្ទនៅលើអេក្រង់បងប្អូនអាចទំនាក់ទំនងតាមរយៈ Telegram ក៏បានឬក៏អាច call មកផ្ទាល់ក៏បានសូមអរគុណ